ជំរាបសួរអ្នកស្រីវិជ្ជបណ្ឌិតចា៎ ជំរាបសួរបង តែជំងឺមហារីកមាត់ស្បូនគឺជាជំងឺកាយសាហាវយ៉ាងណាដែរចា៎ ជំងឺមហារីកមាត់ស្បូនវាព័ទ្ធតាមដំណាក់កាលរបស់វាស្ត្រីដែលមានជំងឺមហារីកមាត់ស្បូនដំណាក់កាលមុនបានន័យថាវារាលដាលដល់សរីរាង្គដទៃទៀតទៅហើយដែលនៅជិតនោះឬមួយក៏រាលដាលដល់សរីរាង្គផ្សេងដែលនៅឆ្ងាយពីមាត់ស្បូនស្ត្រីទាំងនោះមិនមានឱកាសនឹងរស់បានយូរទេចំណែកស្ត្រីដែលមានជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងបានន័យថាគាត់តែមានកោសិកាមហារីកស៊ីរាលដាលនៅតំបន់មាត់ស្បូនមិនទាន់ឆ្លងទៅសរីរាង្គផ្សេងទៀតគាត់អាចមានឱកាសព្យាបាលបានគឺគ្រាន់តែការវះកាត់និងការចាក់ថ្នាំគីមីក៏ដូចជាការបាញ់កាំស្លេងនៅត្រង់នោះគាត់មានឱកាសពន្យាជីវិតគាត់បានរហូតដល់5-6 ឆ្នាំចាហើយបើសិនជាយើងនិយាយអំពីរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនវិញតើគេអាចសម្គាល់បានដែរឬទេឬក៏មានរោគសញ្ញាអ្វីបញ្ជាក់ឲ្យយើងដឹងថាយើងកំពុងជួបគ្រោះកាត់ជំងឺមហារីកមាត់ស្បូនទៅហើយចាអរគុណបងចំពោះសំណួរនេះតាមពិតជំងឺនេះវាវិវត្តពីដំណាក់កាលមុនមហារីករហូតដល់ដំណាក់កាលមហារីកហើយដំណាក់កាលមុនមហារីកនេះគឺមានរយៈពេលយូររហូតដល់10ឆ្នាំយ៉ាងហោចក៏10ឆ្នាំដែរដូច្នេះក្នុងវ័យដែលស្ត្រីមានផ្ទុកនៃជំងឺនេះក្នុងដំណាក់កាលមុនមហារីកគឺគាត់មិនមានជារោគសញ្ញាអីគួរឲ្យកត់សម្គាល់ទេគឺស្ត្រីភាគច្រើនគាត់ធ្លាក់សធម្មតាដោយស្ត្រីទូទៅដែលមានផ្ទុកជំងឺនេះអញ្ចឹងប៉ុន្តែកាលណាវិវត្តទៅដល់ដំណាក់កាលមហារីកដែលវាស៊ីរាលដាលទៅគឺស្ត្រីជាច្រើនធ្លាក់ឈាមតាមទ្វារដោយឯងឬមួយធ្លាក់ឈាមតាមទ្វារបន្ទាប់ពីគាត់រួមសង្វាសឬក៏រួមភេទចានាងខ្ញុំចង់សម្រាបសួរបញ្ជាក់អ្នកស្រីវិជ្ជបណ្ឌិតឲ្យកាន់តែច្បាស់បន្ថែមទៀតថាជំងឺមហារីកមាត់ស្បូននេះគឺមិនមែនជំងឺមហារីកស្បូនទេចាត្រឹមត្រូវបងគឺជំងឺមហារីកមាត់ស្បូនខុសពីជំងឺមហារីកស្បូនរបស់ស្ត្រីចែកចេញជាពីរផ្នែកគឺផ្នែកខាងលើគេហៅថាសួរស្បូនហើយផ្នែកខាងក្រោមគេហៅថាមាត់ស្បូនឬមួយកកស្បូនហើយចំណែកជំងឺមហារីកដែលយើងកំពុងតែវិភាគសាក្នុងថ្ងៃនេះគឺមហារីកផ្នែកខាងក្រោមដែលគេហៅថាកស្បូនឬមាត់ស្បូននឹងឯងចំណែកមហារីកផ្នែកសួរស្បូនគឺយើងមិនបានយកមកពិភាក្សាថ្ងៃនេះទេចាបើយើងបន្តចាប់អារម្មណ៍នឹងជំងឺមហារីកមាត់ស្បូនឬក៏កស្បូននេះបន្តទៅទៀតថាតើមានមធ្យោបាយអ្វីអាចការពារជំងឺមហារីកនេះបានដែរឬទេចាមធ្យោបាយនៃការការពារជំងឺមហារីកមាត់ស្បូននេះសប្តាហ៍នេះគឺមានមធ្យោបាយទីធំទីមួយគេហៅថាការបង្ការដំបូងដែលធ្វើឡើងដោយការចាក់វ៉ាក់សាំងហើយនឹងការបង្ការបន្ទាប់ដែលស្ត្រីនេះបន្ទាប់ពីការចាក់វ៉ាក់សាំងហើយនៅពេលដែលគាត់ចាប់ផ្ដើមរួមភេទហើយគឺគាត់ត្រូវទៅរកសេវាពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់រៀងរាល់1ឆ្នាំឬ2ឆ្នាំម្ដងចាបានន័យថាបើសិនជាយើងចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនអាចធ្វើទៅកើតដរាបណាតែស្ត្រីនោះនៅលាវមិនទាន់មានការរួមរយៈមិនទាន់មានទំនាក់ទំនងផ្លូវភេទចាបងជំងឺមហារីកមាត់ស្បូននេះវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះគឺមានប្រសិទ្ធភាពខ្ពស់បំផុតបើសិនជាយើងចាក់ស្ត្រីនៅអាយុក្មេងបានន័យថាចាប់ពី9ឆ្នាំដល់25ឆ្នាំឬមួយក៏ស្ត្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទអញ្ចឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺខ្ពស់បំផុតខណៈស្ត្រីឆ្លងកាត់ការរួមភេទហើយប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺថយចុះតែសំណួរថាតើថយចុះប៉ុន្មានភាគរយអត់មានអ្នកណាទាន់ឆ្លើយបានទេពីព្រោះមានការសិក្សាណាអាចបញ្ជាក់បានថាប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះប៉ុន្មានភាគរយបើសិនជាស្ត្រីចាក់នៅពេលក្រោយពីការរួមភេទហើយអញ្ចឹងគ្រាន់តែយើងអាចដឹងថាប្រសិទ្ធភាពវ៉ាក់សាំងគឺមានការថយចុះបើប្រៀបធៀបទៅនឹងនារីក្មេងៗដែលគាត់ចាក់មុននឹងគាត់ប្រឈមមុខនឹងការរួមភេទបណ្ដាស្ត្រីខ្មែរទាំងឡាយគាត់ធ្វើយ៉ាងណាគាត់អាចទៅតាក់ទងនៅទីណាដើម្បីអាចតាមដានសុខភាពមាត់ស្បូនរបស់គាត់នេះបានចាចំពោះស្ត្រីនៅតាមទីក្រុងភ្នំពេញគឺមិនមានការលំបាកទេគឺគ្រប់មន្ទីរពេទ្យរដ្ឋក៏ដូចជាមន្ទីរពេទ្យឯកជននៅទីក្រុងភ្នំពេញសុទ្ធតែផ្ដល់សេវាសុខភាពការពារជំងឺមហារីកមាត់ស្បូនបានដោយឡែកមន្ទីរពេទ្យនៅតាមខេត្តមួយចំនួនជាពិសេសខេត្តឆ្ងាយៗដាច់ស្រយាលគឺសេវាសុខាភិបាលគឺតែរបស់យើងនៅពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសុខាភិបាលទាក់ទងនឹងការបង្ការជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់គ្នានៅឡើយទេហើយដូច្នេះបានជាក្រសួងសុខាភិបាលលោកកំពុងតែបង្កើតនៅវគ្គបំផន់អប់រំគ្រូពេទ្យក៏ដូចជាវិទ្យានុបដ្ឋាយិកាឲ្យគាត់យល់ដឹងថែមទៀតនៅវិធីបង្ការជំងឺមហារីកមាត់ស្បូនឲ្យមានប្រសិទ្ធភាពដូច្នេះកម្មវិធីនេះគឺកំពុងតែត្រូវបន្តរៀងរាល់ថ្ងៃហើយសង្ឃឹមថាប្រហែលជា3ទៅ4ឆ្នាំខាងមុខទៀតសេវាសុខាភិបាលsẽ cònទៅនឹងជំងឺមហារីកមាត់ស្បូននេះនឹងបានដល់គំនុំទន្លេទូទាំងប្រទេសកម្ពុជាចាបើសិនជាខ្ញុំជំរាបសួរអ្នកស្រីវិជ្ជបណ្ឌិតថាតើវិធីការពារអ្វីមានវិធីការពារអ្វីខ្លះក្រៅពីចាក់ថ្នាំបង្ការថាលោកស្រីវិជ្ជបណ្ឌិតបញ្យល់ថាយ៉ាងម៉េចដែរចាក្រៅពីចាក់ថ្នាំបង្ការគឺ
ការពិនិត្យមាត់ត្បូងអាចធ្វើឡើងតាមវិធីសាស្ត្រ3សំខាន់ដែលនៅក្នុងនោះខ្ញុំសូមរៀបរាប់ពីវិធីសាស្ត្រដំបូងដែលចំណាយអស់ថវិកាតិចរហូតដល់វិធីសាស្ត្រចុងក្រោយដែលជាវិធីសាស្ត្រដែលប្រើបច្ចេកវិទ្យាខ្ពស់ហើយរៀងចំណាយអស់ថវិកាច្រើនប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដូច្នេះវិធីសាស្ត្រទី1ដែលចំណាយអស់ថវិកាតិចជាងគេហើយងាយស្រួលនឹងស្វែងរកសេវាសុខាភិបាលជាងគេគឺគេហៅថា test VIA គឺស្ត្រីទៅពិនិត្យមាត់ត្បូងដោយគ្រូពេទ្យខាងរោគស្ត្រីគាត់ដាក់មាត់ត្បូងមើលហើយគាត់จะលក់មាត់ត្បូងស្ត្រីទៅនឹងសារធាតុជូរម្យ៉ាងដើម្បីមើលការប្រែប្រួលនៃកោសិកាមាត់ត្បូងបើមិនជាមានការប្រែប្រួលមិនធម្មតាគ្រូពេទ្យអាចសន្និដ្ឋានបានថាស្ត្រីគឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់មួយឬក៏មិនស្ថិតនៅក្នុងភាពគ្រោះថ្នាក់មួយដូច្នេះវិធីនេះគឺងាយស្រួលជាងគេបំផុតហើយចំណាយអស់ថ្លៃតិចនិងចំណាយពេលវេលាតិចវិធីមួយទៀតគឺស្ត្រីទៅរកសេវាពិនិត្យមាត់ត្បូងដោយគ្រូពេទ្យធ្វើការបើកមាត់ត្បូងដូចគ្នាហើយធ្វើការបៀកយកកោសិកាមាត់ត្បូងចូលមើលដែលវិធីនេះជាភាសាអង់គ្លេសគេហៅថា PET smear វិធីនេះត្រូវការអ្នកបច្ចេកទេសមន្ទីរពិសោធន៍ធ្វើការវិភាគកោសិកានោះដើម្បីឲ្យដឹងថាកោសិកានេះអាចថាជាកោសិកាមហារីកឆារនៅវិធីនេះចំណាយអស់ពេលវេលាច្រើនហើយក៏ថវិកាច្រើនគួរសមមកប្រៀបធៀបទៅនឹងវិធីសាស្ត្រមុនចំណែកវិធីសាស្ត្រចុងក្រោយគឺជាវិធីសាស្ត្រដែលប្រើបច្ចេកវិទ្យាខ្ពស់គឺយើងធ្វើតេស្តរោគមេរោគដែលបង្កឲ្យការជំងឺមហារីកមាត់ត្បូងដែលមេរោគនោះមានឈ្មោះថា HPV ដូច្នេះ HPV នេះគឺការបច្ចេកវិទ្យាចុងក្រោយដែលពិភពលោកកំពុងតែប្រើប្រាស់នេះហើយគាត់ធ្វើការបៀកមាត់ត្បូងស្ត្រីយកកោសិកាមាត់ត្បូងយកមកមើលនៅក្នុងម៉ាស៊ីនគឺតែនេះគឺយើងប្រើម៉ាស៊ីនដែលប្រើបច្ចេកវិទ្យាចុងក្រោយគេបំផុតហើយម៉ាស៊ីនយើងឆ្លើយប្រាប់យើងថាតើស្ត្រីនោះឯងកោសិការបស់គាត់មានទុកមេរោគ HPV ដែលជាមេរោគបង្កឲ្យកើតជាជំងឺមហារីកមាត់ត្បូងហើយនៅបើសិនជាគាត់មានទុកហើយគាត់គួរតែប្រយ័ត្នហើយទៅតាមដានឲ្យបានច្បាស់ជាងមុនជាមួយនឹងគ្រូពេទ្យដែលជំនាញចាគឺមានវិធីសាស្ត្រ3ធំនេះហើយយើងធ្វើការតាមដានមាត់ត្បូងរបស់ស្ត្រីនៅពេលសប្តាហ៍នេះចាតើវិធីសាស្ត្រទាំង3នេះគឺសិតតែមានអាចអនុវត្តធ្វើបាននៅក្នុងមន្ទីរកាឡាម៉ែតនិងមន្ទីរពេទ្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងចាដោយឡែកវិធីសាស្ត្រចុងក្រោយដែលយើងហៅថា HPV នេះមានតែមន្ទីរពេទ្យកាឡាម៉ែតមួយទៀតដែលអាចផ្ដល់សេវាជូនប្រជាជនខ្មែរបានពីព្រោះជាបច្ចេកវិទ្យាចុងក្រោយហើយបច្ចេកវិទ្យានេះយកមកមន្ទីរពេទ្យកាឡាម៉ែតដូច្នេះថ្ងៃអនាគតយើងសង្ឃឹមថាមន្ទីរពេទ្យរដ្ឋក៏ដូចជាមន្ទីរពេទ្យនៅតាមខេត្តអាចមានសេវាសុខភាពចាដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណអ្នកស្រីវិជ្ជបណ្ឌិតណាដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិធ្វើបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងប៉ារីសចាអរគុណច្រើនណាចាអរគុណបងជំរាបលាចាជំរាបលាសូមបញ្ជាក់ថាអ្នកស្រីវិជ្ជបណ្ឌិតហែមមនីរតគឺជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាឡាម៉ែតក្រុងភ្នំពេញ